ក្រាប់ធម្មជាតិ B ស្រាប់រូបមន្តខ្មែរផ្សំជាមួយប្រេងចិនខ្សែបុរាណជួយឲ្យសាច់ចាំសบายចាំងមានសំណើមភ្លឺថ្លាម៉ត់រលោង B ស្រាប់លើសពីស្រាប់ធម្មតាប្រៃជាស្ប្រៃបាញ់បំបត្តិនៅរាល់បញ្ហាមុនខ្នងមុនលើដើមទ្រូងរមាស់រុលយ៉ាងមានប្រសិទ្ធភាពនិងឃើញលទ្ធផលក្នុងរយៈពេលខ្លីបំផុតជាបន្តទៅទៀតនេះក្រុមសិល្បៈល្ខោនបាសាក់វងភីសកុនធីសម្រងយ៉ាងស្រុកបាទីខតកែវសូមជូនកម្រងទាំងទស្សនីយភាពល្ខោនបាសាក់រឿងលោហៈបាបកម្មលោហៈបាបកម្មចាំបាច់ដឹងខ្ញុំសុំគ្រូអត់អីទេណាមីងចាខ្ញុំសុំអត់ណាមីងកាត់អីហ្នឹងចាខ្ញុំអត់អីទេថាផ្ទះយើងមានភ្ញៀវបើគេឃើញអ្នកបំរើស្រីបែបហ្នឹងថាវាល្អណាស់ទៅមីស្អីចាអ្នកនាងហើយយ៉ាងម៉េចហ្នឹងអ្នកបំរើមកកគុកមិនក៏ឲ្យវាកចេះលើកបាយមកអញ្ចឹងហាញញអត់បានឲ្យមកផងមកខ្លួនឯងអ្នកនាងជប់សិនម៉ែស៊ីណាអ្នកទាំងអស់គ្នាយ៉ាងម៉េចហ្នឹងទោះបីជាអ្នកណាលើកមកក៏ដូចតែគ្នាដែរមិនគួរណាប្រាប់ពីសម្ដីឬមកកកែវាការបែបនេះចំពោះអ្នកបំរើចំពោះមុខភ្ញៀវរបស់ខ្ញុំដែលគេមកដល់ផ្ទះរបស់យើងអញ្ចឹងទេភ្ញៀវអីក៏ភ្ញៀវទៅតែខ្ញុំមិនចូលចិត្តស្ដាប់ពួកវាស៊ីណាកូនស្ដាប់បងណាចុះបើសិនចូលធ្វើបែបនេះតើភ្ញៀវគេហូបបាយចូលទេចុះឯណាទៅគ្រួសាររបស់យើងគឺជាអ្នកខ្ពស់ត្រូវតែមានសិលធម៌សុជីវធម៌ចំពោះការអ្នកដែលនៅជុំវិញខ្លួនយើងខ្លះផងណាអូនមិនត្រូវធ្វើបែបនេះទេលើទេម៉ែចាកូនបានហើយយ៉ាងម៉េចអត់មានអីទេអ្នកសម្លាញ់ឥឡូវចាស់ចោលណាក្មួយឥឡូវបាយទឹកលើកម្ដងហើយបើចឹងហូបជុំគ្នាជាមួយលោកម្ចាស់តែម្ដងចោះចូលមកកូនជុំគ្នាមកណាឈប់សិនណាមីងយ៉ាងម៉េចខ្ញុំយល់ឃើញថាខ្ញុំទាំងអស់គ្នាធ្វើដំណើរផ្លូវឆ្ងាយពេលដែលធ្វើដំណើរផ្លូវឆ្ងាយពេលដែលមកដល់បើសិនជាយើងហូបបាយទឹកភ្លាមវាមិនល្អសម្រាប់សុខភាពទេអញ្ចឹងខ្ញុំចង់សម្រាប់មួយសន្ទុះសិនប៉ុន្តែពេលវេលាដែលសម្រាប់ដែលមិនទាន់ហូបបាយខ្ញុំចង់ដើរកំសាន្តក្បែរវិមាននេះបន្តិចតើបានទេណាមីងអូឯងចង់ដើរលេងមែនទេបើសិនជាមិនទាន់ហូបបាយចង់ដើរលេងក៏តាមចិត្តចោះណាចាំហូបនៅពេលក្រោយក៏បានម៉ែចាកូនចាគាត់ជូនអីខ្ញុំអត់ទាន់ឃ្លានបាយដែរខ្ញុំសុំដើរលេងជាមួយអូកូនចង់ជូនបងដើរលេងមែនទេចាបើអញ្ចឹងក៏ល្អចានាងខាងនោះឈ្មោះអីដែរមិនទាន់បានស្គាល់ឈ្មោះខ្ញុំឈ្មោះរចនាលោករចនាចង់ដើរលេងជាមួយបងដែរទេខ្ញុំអត់ទេបើអត់ទេហូបបាយជាមួយនឹងលោកស្រីលោកម្ចាស់ចោះណាចុះសផលវិញកូនមិនទាន់ហូបទេអីម៉ែចាខ្ញុំគិតថាខ្ញុំកម្រមិត្តភក្តិរបស់ខ្ញុំបន្តិចចោះព្រោះអ្វីគេជាភ្ញៀវរបស់ខ្ញុំហើយគេមកដល់ពីមានរបស់ជើងអញ្ចឹងបើសិនជាគេមិនទាន់ចង់ហូបបាយទេគេចង់ដើរកំសាន្តអញ្ចឹងខ្ញុំអាចកម្រគេបានណាម៉ែបើចឹងតាមចិត្តកូនចាស់ណារួចហើយកុំយូរពេកញ៉ាំហូបបាយណាកូនបាទស៊ីណាជូនបងតើកូនចាម៉ែចាលោកយាយពុកម៉ែខ្ញុំទៅដើរលេងសិនហើយចាពុកម៉ែទៅសាបាយមុនខ្ញុំចាអាចាតែចាកូនតែចាដើរលេងឲ្យសប្បាយណាកូនណាណែលោកបងហើយនឹងអ្នកបងព្រមទាំងអ្នកម៉ែនាងជើញផ្សារបាយចុះណាចំណែកខ្ញុំរឿងបាយទឹកនឹងដូចជាមិនសូវចូលចិត្តទេខ្ញុំបាត់ហូបទេអ្នកម៉ែជើញផ្សារចុះណែសយចាលោកស្រីណែតារឆុងកាខ្វេអញមួយចាននេះធ្វើកាទៀវមួយកែវមិនណាសយមិនអញនិយាយខុសហើយខុសមិនអីលោកស្រីឲ្យឆុងស្អីគេវាទៅជាកាខ្វេឡប់តលិនណាលោកស្រីកាខ្វេមួយចានកាទៀវមួយកែវទៅវិញបើចឹងមកតារកាទៀវវិញល្អជាងលោកស្រីតោះមកទេសភាពនៅជុំវិញផ្ទះធំឥឡូវខ្លាចច្រើនទេបងបែកពីវិមានរបស់ជើងតែប្រហែលខែសោះវិលត្រឡប់មកវិញពុកម៉ែឲ្យអ្នកបំរើរៀបចំសួនច្បារបានស្អាតល្អណាស់ចាបងមើលចង់បផារីស្គូស្គីគ្រប់ពណ៌តែម្ដងហើយសុភ័ក្រសบายដែរទេលោកសុភ័ក្រណែមិនបានចែកធ្វើមុខអញ្ចឹងខ្ញុំឯងមិនសบายចំពោះទស្សនវិជ្ជាដែលឯងបានឃើញទេសម្លាញ់មិនសบายយ៉ាងម៉េចប៉ុន្តែខ្ញុំឃើញបងប្អូនរបស់ឯងកំពុងតែនិយាយគ្នាខ្ញុំមិនហេរំខានប៉ុន្តែបាននិយាយពីអារម្មណ៍របស់ខ្ញុំពិតប្រាកដវិញដែរខ្ញុំកំពុងតែរភើបញាប់ញ័រខុសពីធម្មតាជីវិតខ្ញុំមិនដែលឃើញជីវិតអីស្រស់ថ្លាដល់ម្លឹងទេសម្រាប់នៃធម្មជាតិក្បែរវិមានរបស់ឯង
បើសិនជាមិនសរសើរគឺមិនបានជាដាច់ខាតណា មែនហើយ ចឹងឯងអាចរៀបរាប់ឲ្យខ្ញុំស្ដាប់តើបានដែរទេ មិនអីទេសម្លាញ់បើសិនជាឯងចង់ស្ដាប់ខ្ញុំរៀបរាប់ឲ្យសម្លាញ់ស្ដាប់ចុះណាសួនច្បារការគ្រប់បងល្អស្រស់ណាស់ណា មែនហើយណែក្លិនក៏ក្រអូបបងដល់ទីនេះពិតជាបានរសាយមែន ពេលនេះអារម្មណ៍បានលហើយលហើយបាត់តែទៀតពីនេះខ្ញុំទៅកន្លែងតែណាឯងឃើញទេសម្លាញ់ មួយជាតិណាស្រស់បំរើប្រខាងមក ក៏ស្រស់មិនធម្មតាដែរ មើលហើយចិត្តមិនណាចង់ណាយសែនសប្បាយរីករាយណាស់ថ្លៃអារម្មណ៍បែបមិនដែរលោកសុភ័ក្រ ខ្ញុំអរគុណណាស់ដែលនាំខ្ញុំមកឃើញទស្សនភាពដ៏ស្រស់ស្អាតម្លឹងប៉ុន្តែសផល ចាំមិនដែរសុភ័ក្រ ខ្ញុំមានរឿងមួយចង់សួរមួយណា សម្លាញ់មានរឿងអ្វីចង់សួរក៏សួរមកចោះ ខ្ញុំចង់សួរថាអ្នកដែលលើកបាយទឹកយកមកឲ្យយើងហូបទាំងពីរអ្នកនោះត្រូវជាយ៉ាងម៉េចនឹងគ្រួសាររបស់ឯងដែរទៅ អ្នកទាំងពីរគឺជាអ្នកបម្រើនៅក្នុងគ្រួសាររបស់ខ្ញុំហើយអ្នកទាំងពីរនោះគឺត្រូវជាម្ដាយនិងកូនជាមួយគ្នាណា អញ្ចឹង មែនហើយអត់ចោះឯងមានបញ្ហាអីហ៎ មិនអីទេនិយាយអញ្ចឹងតើអ្នកទាំងពីរគាត់ស្នាក់នៅកន្លែងណាដែរទៅ អូខ្ញុំទៅសិក្សាហ្នឹងច្រើនខែមកហើយដែរមិនដឹងថាពេលនេះគាត់ស្នាក់នៅកន្លែងដដែលឬមួយក៏បដូរកន្លែងស្នាក់នៅហើយឬ ស្ នៅ នាក់ ទេ នៅឲ្យខ្ទមក្នុងចំការល្មុតណាបង ខ្ទើបក្នុងចំការល្មុតដដែលហ្នឹងអូចំការល្មុតក៏នៅខាងនោះឯងមើលឃើញទេ អូនៅខាង ខ្ទើ នោះ បមួយហ្នឹងហើយគឺជាខ្ទើបដែលអ្នកទាំងពីរស្នាក់នៅណា អរគុណណាស់ ឯងមិនអីទេហ៎ មិនអីទេ ប៉ុន្តែ យ៉ាងម៉េចហ្នឹង សុភ័ក្រយើងធ្វើដំណើរមកជាមួយគ្នាផ្លូវឆ្ងាយដែរហើយខ្ញុំនឹងក៏រៀងចុកជើងហើយក៏រៀងហត់អស់កម្លាំងទៀតអញ្ចឹងខ្ញុំគិតថាពេលនេះយើងគួរតែសម្រាប់សិនទៅឬមួយក៏យ៉ាងម៉េចដែរសម្លាញ់ ឯងនិយាយនេះបានន័យថាឯងអស់កម្លាំង បាទមែនហើយ ឯងចង់ទៅសម្រាប់ប៉ុន្តែលាក់បាំងអីខ្ញុំនិយាយតាមត្រង់ខ្ញុំមិនដែលសប្បាយចិត្តដូចជាថ្ងៃនេះទេចុះបើសិនជាខ្ញុំមិនទាន់អស់កម្លាំងខ្ញុំចង់ដើរកំសាន្តជាបន្តទៅទៀតតើបានទេ ចង់ដើរកំសាន្តបន្តទៀតដែរ បាទ ប៉ុន្តែខ្ញុំយល់ថាខ្ញុំចង់ខត់សម្លាញ់នៅផ្ទះរបស់ខ្ញុំនឹងបានច្រើនថ្ងៃបន្តិចអញ្ចឹងថ្ងៃនេះយើងសប្បាយប៉ុណ្ណឹងរួចហើយចាំថ្ងៃស្អែកសប្បាយបន្តទៀតតើបានទេសម្លាញ់ប៉ុន្តែមិនអីទេបើសិនជាឯងចង់ដើរកំសាន្តបន្តទៀតនោះអញ្ចឹងខ្ញុំឲ្យពររបស់ខ្ញុំកំដៅឯងដើរកំសាន្តចុះ ប៉ុន្តែដូចជាមិនសមទេ សំតើបងសុភ័ក្រសំ មែនហើយ ព្រោះអីខ្ញុំគឺជាម្ចាស់វិមានដូចគ្នា ហើយនាងជាប្អូនរបស់ខ្ញុំតា ពិតជាមិនអីមែនទេ មិនអីទេ អញ្ចឹងខ្ញុំអរគុណឯងទៅសម្រាប់មកខ្ញុំចុះ ខ្ញុំទៅសម្រាប់ហើយសម្លាញ់ជើងតាមសប្បាយចុះណា អរគុណទៅចុះម៉ែ ចា បងផ្ញើសុភ័ក្រផងណា មិនអីទេប សម្លាញ់ ង តាមសប្បាយចុះណា ទៅចុះ ភ្ញៀវរបស់បងក៏ដូចជាភ្ញៀវរបស់ខ្ញុំដូចគ្នា ចាំខ្ញុំទៅតាមក្រោយ បងសុភ័ក្រខ្ញុំសុំទោសណា បាទមិនអីទេ ចិត្តទៅទាញមាត់ទៅបងបែបនេះប្រហែលជាឈ្មោះបងដូចបងសុផលដែរ អ្នកនាងស៊ីណា ចា អរគុណណាស់ដែលអ្នកនាងកំដរខ្ញុំដើរកំសាន្តបែបនេះប៉ុន្តែអ្នកនាងគឺជាម្ចាស់ផ្ទះអ្នកនាងប្រកាសជាស្គាល់គ្រប់ទីកន្លែងទាំងអស់អញ្ចឹងអ្នកនាងអាចនាំខ្ញុំទៅកន្លែងថ្មីទៀតកន្លែងណាដែលល្អដែលស្អាតប្លែកនៅក្នុងចិត្តខ្ញុំរត់តែចង់ស្គាល់តើបានទេ នៅមានច្រើនទៀតណាបង តែសម្រាប់ខ្ញុំវិញធម្មជាតិនៅទីនេះគឺស្អាតបំផុតហើយខ្ញុំសុំហៅថាបងចឹងតែម្ដងទៅ បាទមិនអីទេ ព្រោះកន្លងមាត់ទៅជាពូនេះដូចជារឹងដាតយ៉ាងម៉េចមិនដឹងទេ ចុះខ្ញុំមានទៅថាអី ចាបងសុភ័ក្រ បាទ ខ្ញុំរាល់ថ្ងៃមានទុកកង្វល់មួយយ៉ាងទោះជាខ្ញុំមានម៉ែមានពុកមានបងប្អូនតែបើកចិត្តនិយាយប្រាប់ពួកគាត់ទៅខ្ញុំគិតថាពួកគាត់ជួយខ្ញុំមិនបានទេ ចុះហេតុអីបានជាអ្នកនាងស៊ីណាមកពិភាក្សាជាមួយខ្ញុំបែបនេះទៅវិញ តែខ្ញុំគិតថារឿងនេះបើសិនជាខ្ញុំនិយាយប្រាប់បងប្រកាសជាមានចម្លើយឲ្យខ្ញុំ ចម្លើយ ចា រឹតតែធ្វើឲ្យខ្ញុំឆ្ងល់ហើយចម្លើយអីទៅបើខ្ញុំអត់ដឹងឲ្យខ្ញុំឆ្លើយយ៉ាងម៉េច ត្រៀមតែឆ្លើយទៅបានហើយខ្ញុំស្រឡាញ់បង អ្នកនាងស៊ីណា ខ្ញុំស្រឡាញ់បង ហ
អ្នកនាងនិយាយថាអ្នកនាងស្រឡាញ់ខ្ញុំចឹងអី ចង់បានបងមើលប្តីរបស់ខ្ញុំ អ្នកនាងស្នេហ៍ ស្រឡាញ់មែនណាបងល្អអើយល្អម្ល៉េះទេអោបរកមានមេឃើញហើយញ័រប្រាល្អអើយល្អម្ល៉េះទេអោបរកមានមេឃើញហើយញ័រប្រាអារម្មណ៍បែបនឹងអូនមិនដែលមានរំខានឃើញប្រុសកល្យានអូនមានអារម្មណ៍ស្នេហ៍សារភាពមកបង មុននឹងហាស្ដីពិចារណាកុំប្រើភាសាដែលមិនគួបបីអើយ ស្រឡាញ់មែនណា មុននឹងនិយាយគួរពិចារណាកុំប្រើភាសាដែលមិនគួបបីខ្ញុំជាប្រុងរីឯអ្នកនាងជាមនុស្សស្រីនិយាយមិនគួបបីស្ដាប់ទៅមិនប្រសើរស្ដាប់មិនប្រសើរ ស្រឡាញ់បងខ្លាំងណាស់សូមបងកុំខ្លាំងចំឡើយត្រានត្រា អ្នកនាងស្នេហ៍ អូនសែនស្រឡាញ់ខ្លាំងណាស់សូមបងកុំខ្លាំងចំឡើយណាត្រានត្រាស្រឡាញ់មួយម៉ាត់មិនពីបាក់ទេបងអើយអូនសូមចំឡើយម្ដងហើយថាស្រឡាញ់អូនទៅ ឈប់សិនអ្នកនាងស្នេហ៍ ហេតុអីក៏ធ្វើអញ្ចឹងដាក់ខ្ញុំ ខ្ញុំត្រូវតែធ្វើអញ្ចឹង តែខ្ញុំស្រឡាញ់បងពិតមែនណា អ្នកនាងស៊ីណាមិនបានជាអ្នកនាងជាមនុស្សដែលអត់មានហេតុផលអញ្ចឹង ហេតុផលយ៉ាងម៉េចគ្រាន់តែស្រឡាញ់មនុស្សម្នាក់ហ្នឹង ខ្ញុំយល់ពីអារម្មណ៍ពិតរបស់អ្នកនាងដែលអ្នកនាងសារភាពនៅចំពោះមុខខ្ញុំប៉ុន្តែអ្នកនាងគួរតែគិតនិងពិចារណាម្ដងទៀតអ្នកនាងគឺជាមនុស្សស្រីដែលកើតក្នុងត្រកូលមានទ្រព្យសម្បត្តិមានទាំងលោកឪពុកមានទាំងអ្នកម្ដាយកិត្តិយសគ្រួសារជាស្ថិមាអ្នកផងទាំងឡាយគេឲ្យតម្លៃគ្រប់ប្រាណទាំងអស់ប៉ុន្តែពាក្យសម្ដីរបស់អ្នកនាងបើសិនជានិយាយបែបនេះបើអ្នកដតីគេស្ដាប់ឮអ្នកនាងមិនខ្មាស់គេទេ ខ្ញុំមិនខ្វល់ទេសំខាន់ខ្ញុំស្រឡាញ់បងខ្ញុំនៅក្បែរបងខ្ញុំមានក្តីសុខអញ្ចឹងអ្នកដែលខ្ញុំត្រូវការគឺជាបងម្នាក់គាត់ចង់អ្នកណាថាអីខ្ញុំមិនខ្វល់ដែរ អ្នកនាងស៊ីណាត្រូវយល់ឲ្យច្បាស់ថាមនោសញ្ចេតនាសេចក្តីស្នេហារបស់មនុស្សប្រុសហើយនិងស្រីបើចង់រស់នៅជាមួយគ្នាឲ្យបានសេចក្តីសុខលុះត្រាតែយើងស្រឡាញ់គ្នាចិត្តនឹងចិត្តកើតឡើងពីមនុស្សប្រុសហើយនិងស្រីពីរនាក់អ្នកនាងមាននិស្ស័យជាគូគាត់ជាមួយខ្ញុំប៉ុន្តែសម្រាប់ខ្ញុំវិញខ្ញុំប្រាប់អ្នកនាងស៊ីណាថាខ្ញុំអត់មាននិស្ស័យជាគូគាត់ជាមួយអ្នកនាងទេ តែ បើរាប់ត្រឹមតែជាមិត្តភក្តិឬបងប្អូនខ្ញុំអាចរាប់បានតែបើស្រឡាញ់ជាគូគាត់ខ្ញុំមិនអាចទទួលបានទេ តែខ្ញុំស្រឡាញ់បងខ្ញុំត្រូវការបងពិតមែនខ្ញុំមានទ្រព្យសម្បត្តិខ្ញុំមានកិត្តិយសបងមានតែខ្លួនប្រាណនេះខ្ញុំទៅបានហើយគ្រប់បែបយ៉ាងខ្ញុំនឹងផ្ដល់ឲ្យបងទាំងអស់ មើលទៅអ្នកនាងស៊ីណាហើយអ្នកខ្ញុំទោះបីជានិយាយយ៉ាងម៉េចក៏និយាយមិនត្រូវគ្នាដែរអញ្ចឹងសុំទោសខ្ញុំលែងហ៊ានរំខានអ្នកនាងហើយខ្ញុំលីហើយណា ណាបងសុភ័ក្រ អ្នកនាងមីកាអី អូនស្រឡាញ់បង សុំទោសអ្នកនាងខ្ញុំអត់មាននិស្ស័យជាមួយអ្នកនាងទេ បងសុភ័ក្រប្តីផ្លាស់ហេតុអ្វីហេតុអីក៏ធ្វើចឹងដាក់ខ្ញុំឈឺចាប់បំផុតខ្ញុំមិនព្រមទេ មានក្តីស្នេហាមោហាស័ក្តិសមលះបង់ដើម្បីបងបីបងប្រកែកអង្ចាព្រោះតែស្នេហាមោហាស័ក្តិសមគេទៅយំអត់ដំហេតុអ្វីមកប្រមាស្រឡាញ់ខ្លាំងណាស់ស៊ូលះបង់ទាំងប្រាហេតុអ្វីកល្យានណាមកមើងងាយក្តីស្រឡាញ់សុភ័ក្រក្រទ្រព្យសម្បត្តិតែសម្ដីមិនធម្មតាមួយម៉ាត់មើងងាយប្រមាថស្នេហារបស់ខ្ញុំណាស់តែមិនអីទេបើលោកប្រកែកស្នេហាជាមួយខ្ញុំតែកុំឲ្យខ្ញុំដឹងថាលោកឯងស្រឡាញ់ស្រីណាឲ្យសោះបើសិនជាខ្ញុំដឹងខ្ញុំមិនលើកលែងដាច់ខាតត្រៀមខ្លួនទៅ ខ្ញុំមិនយល់ទេហេតុអី
ម៉ែតាមលួចសម្លឹងអ្នកនាងទោះបីសម្ដីអ្នកនាងមិនពីរោះកាយវិការអ្នកនាងធ្វើដាក់ម៉ែឆ្កំឆ្កងតែមើលទៅម៉ែទទួលបានគ្រប់យ៉ាងជាពិសេសពេលម៉ែអង្គុយក្រោមផ្កាភងសម្រាប់យកទៅជូនអ្នកនាងសេនាម៉ែក្រងបណ្ដាម៉ែញញឹមបណ្ដាខ្ញុំមិនយល់ទេណាហើយមិនបាច់ឆ្ងល់ទេទៅរកបែបផ្កាព្រោះម៉ែប្រាប់ថាត្រូវការផ្កាយកទៅក្រងទៅឲ្យអ្នកនាងទៀតហើយអ្នកនាងអូចាជំរាបសួរលោកបាទលើកដៃថ្វាយព្រះបើសិនជាខ្ញុំមិនច្រឡំទេអ្នកនាងនឹងហើយដែលលើកបាយយកទៅឲ្យខ្ញុំហូបនោះចាគឺខ្ញុំនឹងហើយលោកអញ្ជើញមកតែម្នាក់ឯងទេមែនទេពេលដែលខ្ញុំចេញពីវិមានគឺខ្ញុំមកជាមួយសុផលហើយនឹងអ្នកនាងស៊ីណាប៉ុន្តែឥឡូវអ្នកទាំងពីរគេទៅមុនខ្ញុំហើយខ្ញុំមិនទាន់អស់ចិត្តខ្ញុំក៏ចេះតែដើរកំសាន្តមកដល់ទីនេះតែម្ដងទៅចានិយាយចឹងមកនៅទីនេះម្នាក់ឯងមែនទេចាប្រាប់លោកទៅចោះនេះជាសួនច្បារអ្នកនាងសេនាម៉ែខ្ញុំគាត់ជាអ្នកដាំផ្កាឯខ្ញុំគឺជាអ្នកមើលថែខ្ញុំកំពុងតែមកដល់បែបផ្កាតែម្ដងជួនក៏លោកហៅទៅមិនអីទេណាលោកអាចដើរកំសាន្តទីនេះបានខ្ញុំលាសិនហើយឈប់សិនអ្នកនាងលោកមានការទៀតមែនទេប្រកាសจะមានការខ្ញុំគឺជាភ្ញៀវខ្ញុំធ្វើដំណើរចូលមកដល់ទីនេះខ្ញុំអត់ស្គាល់ថានៅទឹកដីនៃវិមានទាំងមូលនេះទីណាដែលខ្ញុំអាចដើរកំសាន្តបានកន្លែងណាដែលខ្ញុំមិនអាចដើរកំសាន្តបានទោះបីជាអ្នកនាងជាអ្នកបម្រើនៅក្នុងវិមាននេះប៉ុន្តែអ្នកនាងប្រកាសជាដឹងច្បាស់ខ្ញុំចង់ឲ្យអ្នកនាងជួយណែនាំប្រាប់ខ្ញុំថាតើខ្ញុំគួរទៅកន្លែងណាបានដែរទៅចាមិនអីទេនៅម្ដុំនេះសិតតែជាសួនច្បារស្នាដៃម៉ែខ្ញុំជាអ្នកដាំផ្កាជូនអ្នកនាងលោកអាចដើរបានណាមិនអីទេបាទអរគុណចាអ្នកនាងមានអីចង់សួរខ្ញុំទៀតទេលោកលាក់បាំងអីពេលដែលខ្ញុំឃើញនាងលើកបាយទៅឲ្យខ្ញុំហូបទោះបីជាខ្ញុំមិនទាន់បានហូបប៉ុន្តែខ្ញុំឃើញកាយវិការដ៏ទន់ភ្លន់ខ្ញុំហាក់បីដូចជាមាននិស្ស័យជាមួយនាងខ្លាំងណាស់លាក់បាំងអីខ្ញុំដូចជាចង់រាប់អានជាមួយអ្នកនាងបើសិនជាខ្ញុំសុំរាប់អានដោយត្រង់តើអ្នកនាងចង់រាប់អានជាមួយខ្ញុំដែរទេខ្ញុំត្រេកអរព្រោះទៅតែមានលោកម្នាក់ទេជាភ្ញៀវនៅក្នុងផ្ទះនេះហើយលោកនិយាយថាចង់រាប់អានជាមួយនាងខ្ញុំអរគុណលោកណាស់និយាយជាមួយខ្ញុំមិនដែរមើលតកាយវិការដូចជាភ័យខ្លាចណាស់និយាយជាមួយខ្ញុំភ័យខ្លាចខ្ញុំធ្វើបាបឬក៏យ៉ាងម៉េចទៅមិនមែនខ្លាចលោកទេតែខ្ញុំខ្លាចអ្នកនាងសេនាមកតន់និយាយជាមួយគ្នាមកសន្ទុះហើយនៅឡើយដូចជាមិនទាន់ស្គាល់ឈ្មោះឲ្យដែរទៅខ្ញុំឈ្មោះសេនាងរីឯខ្ញុំឈ្មោះសុភ័ក្រចាសេនាងចាលោកខ្ញុំនិយាយដូចជាច្រើនមកតិចហើយមិនអីទេប៉ុន្តែខ្ញុំកំពុងតែគិតថាមិនដឹងជាគួរនិយាយឬក៏ត្រូវលាក់បាំងទៀតទេព្រោះអីពេលវេលាដូចជាខ្លីពេកហើយសម្រាប់យើងពីរនាក់ទើបតែបានជួបម្ដងឬក៏ពីរដងតែប៉ុណ្ណោះសេនាងចាលោកមានអីចង់ប្រើខ្ញុំប្រើបានព្រោះលោកជាភ្ញៀវនៅក្នុងផ្ទះនេះមិនប្រើអីច្រើនទេប៉ុន្តែគ្រាន់តែចង់ដឹងចិត្តទោះបីជាសេនាងគឺជាអ្នកបម្រើនៅក្នុងវិមានរបស់គេក៏ដោយប៉ុន្តែពាក្យសម្ដីពីរូបភាសាកាយវិការទន់ភ្លន់បើសិនជាមានឪពុកម្ដាយមានទ្រព្យសម្បត្តិមានគ្រឿងអលង្ការតបតែងមិនដឹងជាស្រស់ស្អាតប៉ុណ្ណាទេសេនាងចាខ្ញុំសូមសរសើរបែបនេះខ្ញុំមាននិស្ស័យលាក់បាំងអីគឺខ្ញុំពេញចិត្តសេនាងគឺខ្ញុំស្រឡាញ់សេនាងណាខ្ញុំថាពេលខ្លះលោកកុំនិយាយល្អជាងហេតុអីបានជាខ្ញុំនិយាយមិនបានព្រោះខ្ញុំគ្រាន់តែបានឃើញសេនាងធ្វើឲ្យខ្ញុំនេះទប់ចិត្តមិនបានជាខ្ញុំនិយាយតាមត្រង់ខ្ញុំសុំទោសខ្ញុំខ្លាចបាត់មែនទុំទៅតែបានជួបមកថ្លើមថ្លៃតែមាននិស្ស័យជាគូគួរ
បម៉ែទោះបីអូនខ្វះទ្រព្យម៉ែតែអូនណាគប់នៅក្នុងចិត្តណែរៀបរាងអើយអរគុណដែលមាននិស្ស័យជាមួយខ្ញុំប៉ុន្តែគ្រាន់តែបានឃើញពលាបអូនណាអើយបងមានណានិស្ស័យអើយសារភាពប្រាប់ណែចរណៃរៀបបិទណែស្នេហ៍ថ្លៃនួតល្អកណែបងចង់បានរូបនាគបងបីថែរក្សាមិនឲ្យមានមកណែបើអូនយល់ដល់ចិត្តបងអូនណាបងការពារពិស័យណាជីវិតណាខ្ញុំរស់ណាដូចសត្វណាជាប់ត្រង់ណាសិរៀងរស់រងទុកធ្ងន់ណាទទួលទីរំផ្លូវចិត្តណាពេលក្រៃណាសិរៀងបងយល់ណាជីវិតណាខ្ញុំរស់ណាដូចសត្វណាជាប់ត្រង់ណារត់ណាខ្ញុំខ្លាចណាទទួលឡើងទីរំផ្លូវចិត្តណាអាណិតណាមិនដាយថ្លៃណាដូចលោកបានឃើញហើយតែបងរក្សាការពារណាអូនណាយមិនបានមើលងាយថ្លៃបងស្រឡាញ់បងឲ្យតម្លៃអូនណា ត្រឹមជាអ្នកបម្រើទេពីអ្នកបណ្ដាយតែបងណាអើយស្នេហ៍អូនណាប្រកបណាអើយសិនីចា៎មុននឹងបងប្រទានសម្ដីបងគិតនឹងពិចារណាបានច្បាស់ជីវិតគ្រួសាររបស់បងក៏ជាអ្នកក្រដែរប៉ុន្តែក្នុងនាមបងគឺជាកូនប្រុសបងមិនទាន់អស់សង្ឃឹមទេបងគ្រាន់តែចង់បានចម្លើយមួយម៉ាត់អំពីអូនតែប៉ុណ្ណោះឲ្យតែអូនអាណិតនិងមេត្តាទុកឱកាសសម្រាប់បងទោះបីជាបងអត់មានទ្រព្យសម្បត្តិស្រុកស្នំយ៉ាងណាក្តីប៉ុន្តែបងនឹងអាចថែរក្សាការពារមើលថែឲ្យអូនរស់បានសេចក្តីសុខបងកំពុងតែមានការងឹតឆ្ងល់តើអូនរស់នៅទីនេះបានសេចក្តីសុខឬក៏យ៉ាងណាទៅពេលដែលឃើញអូនលើកបាយយកទៅឲ្យបងហូបឃើញគេប្រមាថអូនណាស់ជីវិតខ្ញុំនឹងម៉ែជាអ្នកបម្រើពេលមុនខ្ញុំនៅតូចពេលឃើញគេបាយគេជេរម៉ែខ្ញុំបានត្រឹមតែយំពេលនេះខ្ញុំធំធ្លាប់បបួលម៉ែចាក់ចេញពីទីនេះម៉ែឆ្លើយប្រាប់ខ្ញុំថាខ្លួនគាត់ជាស្រីខ្ញុំធំហើយបើចាក់ចេញពីទីនេះគាត់បារម្ភខ្លាចមានអ្នកប្រមាថមើលងាយខ្ញុំពេលខ្ញុំលឺលោកសាកសួរចិត្តខ្ញុំត្រេកអរខ្ញុំនិយាយត្រង់ព្រោះខ្ញុំក៏ចង់នាំម៉ែចាក់ចេញពីទីនេះដែរខ្ញុំមិនចង់ឃើញគេប្រមាថមើលងាយម៉ែព្រឹកល្ងាចទៀតទេតែខ្ញុំអត់មានសាច់ញាតិសម្រាប់ជួយខ្ញុំ
ម៉ែខ្ញុំជំពាក់លុយលោកម្ចាស់ច្រើនណាស់ ស៊ីនាងបើសិនជាបងមានសមត្ថភាពបងប្រកាសជាយកអូនហើយនឹងម្ដាយរបស់អូនចាក់ចេញពីទីនេះទោះបីជាគ្រួសារក្រយ៉ាងណាក៏មានសេចក្តីសុខជាងនឹងដែរ កុំនិយាយឲ្យខ្ញុំអូនណា ហេតុអី ខ្ញុំសូមហៅថាបងចោះ អត់អីទេស៊ីនាង បើណាត់ខ្ញុំបើមានលទ្ធភាពជួយនាំខ្ញុំនឹងម៉ែខ្ញុំចាក់ចេញពីទីនេះផងបានទេ អូនក្រោកឡើងពាក្យសម្ដីបងគឺសម្ដីបរិសុទ្ធមិនមែននិយាយដើម្បីបោកប្រាស់អូននោះទេបងនឹងការពារបងនឹងមើលថែតាមសមត្ថភាពរបស់បងដែលអាចធ្វើបានទុកឱកាសសម្រាប់បងបន្តិចទៀតទៅណា ខ្ញុំសង្ឃឹមលើបងហើយមិនមែនជួបពេលខ្លីហើយខ្ញុំហ៊ានពឹងពាក់លើបងតែខ្ញុំអត់មានសាច់ញាតិក្រៅពីម៉ែមែន ហើយយ៉ាងម៉េចនឹងអូនអាចឈប់សម្រាប់ទឹកភ្នែកសិនតើបានដែរទេ លើថាបងរៀនបានពូកែគ្រួសារបងជាអ្នកក្រតែបងមានតម្រេះខ្ញុំជឿជាក់ថាតម្រេះវិជ្ជាដែលបងចេះនោះហើយជារបរដែលបងអាចមានលទ្ធភាពបើសិនជាម៉ែមានលុយសងលោកម្ចាស់ខ្ញុំនឹងម៉ែអាចចាក់ចេញពីទីនេះបានហើយ អរគុណចាប់តាំងពីថ្ងៃតទៅអូនជាកម្លាំងចិត្តរបស់បងម្យ៉ាងទៀត ចុះពេលណាទៅ អត់អីទេឆ្ងល់អីអូនអាចសួរបងបានដែរតា ពេលណាទៅបងត្រឡប់ទៅផ្ទះវិញ ប្រហែលជា2ឬក៏3ថ្ងៃទៀតទើបបងមកត្រឡប់ទៅវិញ អញ្ចឹងខ្ញុំសូមលាសិនហើយបាននិយាយយូរជាងនេះអ្នកនាងសេនាមកតន់ដឹងហើយថានឹងមានរឿងអីកើតឡើង នេះដាច់ចិត្តទៅចោលបងហ៎ មិនចង់ទៅតែក៏ត្រូវទៅដែរការងារនៅមានច្រើនទៀត អត់អីទេបើចឹងយើងបែកគ្នាសិនចោះណា យ៉ាងណាខ្ញុំរងចាំសន្សំលុយមកនាំម៉ែខ្ញុំនិងខ្ញុំចាក់ចេញពីទីនេះផង អត់អីទេស៊ីនាងបងចងចាំសម្ដីរបស់អូនណា ចា ស៊ីនាងពេលដែលបងប្រាប់អូនតាមត្រង់អូនសម្រាប់ទឹកភ្នែកពេលដែលបងសន្យានឹងថែរក្សាការពារអូនញញឹមទាំងមានទឹកភ្នែកបានន័យថាជីវិតរបស់អូនរស់នៅទីនេះគ្មានសេចក្តីសុខទេបងហ៊ាននិយាយបងត្រូវតែធ្វើឲ្យតទៅបានប៉ុន្តែសម្រាប់ពេលនេះខ្ញុំមិនទាន់អស់ចិត្តខ្ញុំនឹងតាមមើលនាងខ្ញុំនឹងត្រូវទៅមើលថាតើកន្លែងស្នាក់នៅរបស់នាងឲ្យប្រកាសសិន អាស្អីគេ អ្នកនាងឈប់មកអ្នកនាងឲ្យមកវិញសយឲ្យមិនសយយ៉ាងម៉េចនេះអូយខ្ញុំមានដំណឹងល្អចង់ប្រាប់ហត់សឹងស្លាប់ហើយមិនសយនេះចាដំណឹងល្អស្អីទៅសយលោកស្រីហ៎គឺសយនេះបានលបមើលស៊ីនាងហើយនឹងអ្នកប្រុសសុភ័ក្រនេះស្នេហាគ្នាយ៉ាងផ្អែមល្ហែមល្អក្លើណាលោកស្រីអាចថោកបាច់ប៉ាឡើងហើយថោកមិនអាហ្នឹងគេមិនហៅថាដំណឹងល្អទេណាសយគេហៅថាដំណឹងអាក្រក់ឯងដឹងដែរទេ អ្នកប្រុសសុភ័ក្រនេះទោះបីជាក្រប៉ុន្តែគេមានចំណេះណាហើយបើសិនជាបានទៅលើមីសនាងយើងមិនព្រមជាដាច់ខាតចុះហេតុអីរបស់ល្អបែបហ្នឹងកូនបណ្ដោយឲ្យធ្លាក់ដល់ក្តាប់ដៃរបស់មីសនាងក៏បានឯងត្រូវតែយកឲ្យបានណាគេមានចំណេះយើងមានទ្រព្យបើយកមកភ្ជាប់ជាមួយគ្នាគ្រួសាររបស់យើងកាន់តែរុងរឿងរបស់ល្អបែបនេះហេតុអីទៅកូនឲ្យរបបរួចពីដៃឯងបានខ្ញុំមិនបណ្ដោយទេម៉ែខ្ញុំចាប់គេរួចរាល់ហើយតែគេមិនព្រម សម្ដីគេមើងងាយខ្ញុំសម្បើមណាស់តែផ្ទុយទៅវិញគេមកស្រឡាញ់មនុស្សនៅក្នុងវិមានរបស់ខ្ញុំសុភ័ក្រធ្វើបែបនេះបានដូចយ៉ាងម៉េចខ្ញុំមិនព្រមទេណាម៉ែមិនសយចាអ្នកនាងជូនខ្ញុំទៅខ្ទមវាភ្លាមសូមជ័យអ្នកនាងឃើញហេតុការយ៉ាងណាយ៉ាក់តែងាប់តែម្ដងតាលោកស្រីតសយឃើញហេតុការយ៉ាងណាតែឲ្យងាប់តែម្ដង តាមសផលប្រាប់ប្រហែលជាខ្ទមនឹងហើយអ្នកមីងមកចាក់ខ្ទមអ្នកមីងនៅដែរទេអ្នកណារកអីបាទគឺខ្ញុំអូចាំមកផ្លែតអូអ្នកមីងខ្ញុំជម្រាបសួរចាលើកដៃថ្វាយព្រះក្មួយនឹងមិនដែរទេនៅពេលដែលខ្ញុំលើកម្ហូបអាហារទៅជូនលោកម្ចាស់ហើយលោកស្រីបុផាន់ច្រើនខ្ញុំដួលទៅទឹកកិច្ចលើក្មួយបាទគឺខ្ញុំនឹងហើយអ្នកមីងអូ
ក្មួយខឹងនឹងមីងតាមមករករឿងឬក៏យ៉ាងម៉េចនឹង អត់ទេអ្នកមីងខ្ញុំមានហេតុផលអីដែលតាមមករករឿងអ្នកមីងនោះ មីងខំតែភ័យតែមីងក៏លោលេងដែរប្រសិនបើក្មួយចិត្តអាក្រក់ខឹងនឹងមីងមិនមែនមកហើយញញឹមដាក់មីងបែបនេះទេ អ្នកមីង ចេញអង្គុយលេងសិនក្មួយមីងលើកទឹកមកជូនណា បានអត់អីទេខ្ញុំក៏មិនទាន់អស់កម្លាំងហើយក៏មិនស្រេកទឹកអីដែរឲ្យតែអ្នកមីងឲ្យខ្ញុំឈរនិយាយលេងជាមួយអ្នកមីងនៅទីនេះខ្ញុំត្រេកអរពេកណាស់ទៅហើយណាអ្នកមីងណា ជាលើកទី1ហើយក្មួយអើយមានអ្នកមកនិយាយលេងមកញញឹមដាក់មីងនិយាយអញ្ចឹងក្មួយធ្វើដំណើរទៅណាមកណាដែរបានជាចូលមកដល់ខ្ទមនៅចំការល្មុតនេះ ខ្ញុំធ្វើដំណើរមកពីសិក្សាសុផលគេបាននាំខ្ញុំមកលេងនៅផ្ទះរបស់គេហើយបានជាមកដល់ទីនេះគឺខ្ញុំចង់ដើរកម្សាន្តនៅជុំវិញមានរបស់គេហើយពិសេសបំផុតលាក់បាំងអីខ្ញុំចង់ជួបល្មីងតែម្ដង អូចង់ជួបនឹងមីង មិនដឹងជាយ៉ាងម៉េចទេដាមីងពេលដែលខ្ញុំឃើញដាមីងលើកបាយទៅឲ្យខ្ញុំហូបហើយដាមីងដួលសង្គ្រប់មកលើខ្ញុំមិនត្រឹមតែខ្ញុំមិនប្រកាន់ដាមីងទេផ្ទុយទៅវិញបាយជាចិត្តរបស់ខ្ញុំនេះបាយជាមាននិស័យអាណិតដាមីងចង់រាប់អានជាមួយដាមីងទៀតបើសុំរាប់អានជាមួយដាមីងថាអីទេ លោកឲ្យមីងថាយ៉ាងម៉េចមីងក៏មាននិស័យជាមួយនឹងក្មួយដែរត្រង់ទឹកមុខញញឹមអត់ស្រពោនទេបើបានជាជ្រុលថាមកសួរឲ្យចង់រាប់អានមីងសុំសួរត្រង់កុំប្រកាន់នឹងមីងណាក្មួយណា បាទ មីងទៅសួរតែអ្នកបំរើនិយាយឲ្យមីងលឺត្បិតមីងជាអ្នកធ្វើម្ហូបមីងមានសិទ្ធិឡើងចុះបាននៅពេលដែលគាត់ត្រូវការហៅប្រើតែប៉ុណ្ណោះទេមីងលើសោគេស្ងាច់សរសើរមីងសុំនិយាយត្រង់មើលទៅក្មួយក៏មិនមែនជាអ្នកធូរធារអីដែរបាត់ជាមីងហ៊ាននិយាយបែបនេះព្រោះមីងលឺសអ្នកបំរើគាត់និយាយបែបហ្នឹងឲ្យមីងលឺថាក្មួយជាកូនអ្នកទីទាល់ដែរទេចាប់បើកូនអ្នកទីទាល់ហេតុអីបានជាក្មួយមានឱកាសរៀនសាលាល្អជាមួយអ្នកដែលកូនអ្នកដែលមានឋានៈខ្ពង់ខ្ពស់ដែរមីងសួរត្រង់ណាក្មួយណាមិនបានជាក្មួយរលីងរលងទឹកភ្នែកមីងនិយាយអីមិនសមរម្យទៅកាន់ក្មួយអញ្ចឹងមីងសុំទោសមីងសួរត្រង់ពិតមែន អត់អីទេមីងសំណួររបស់មីងដែលសួរខ្ញុំអត់ខុសប៉ុន្តែពេលដែលមីងសួរខ្ញុំចឹងខ្ញុំនឹកដល់ម៉ែខ្ញុំណា នឹកដល់ម៉ែ មីងនិយាយមិនខុសទេ ក្មួយនឹកដល់ម៉ែ គ្រួសាររបស់ខ្ញុំក្រ ចា ប៉ុន្តែខ្ញុំមានសមត្ថភាពមកសិក្សាសាលារួមជាមួយកូនអ្នកមានដូចជាសុផលព្រោះអីដោយសារតែទឹកចិត្តរបស់អ្នកម៉ែខ្ញុំគាត់សុខចិត្តផ្ដាច់ពីមាត់ពងរត់ពីកគាត់ធ្វើការមិនដែលដាក់ដៃដាក់ជើងទេសុំត្រឹមឲ្យតែកូនបានសេចក្តីសុខបញ្ជូនកូនឲ្យបន្តមកសិក្សាសាលាឆ្ងាយពីផ្ទះពេលនេះសាលារបស់ខ្ញុំវិសមកម្មមកដល់ពេលវេលាដែលខ្ញុំត្រូវវិលត្រឡប់ទៅស្រុកកំណើតវិញប៉ុន្តែការខិតខំរបស់គាត់និងការខំប្រឹងរបស់ខ្ញុំក៏រៀនបានចំណាត់ថ្នាក់លេខ1សង្ឃឹមថាម៉ែរបស់ខ្ញុំគាត់សប្បាយចិត្តនឹងលទ្ធផលនេះចុះ ក្មួយប្រុសគ្រាន់តែមីងឈរស្ដាប់មីងក៏រំភើបម្ដាយគ្រប់រូបតែងតែលះបង់គ្រប់យ៉ាងដើម្បីកូនលើក្មួយនិយាយបែបនេះមីងក៏អាណិតដល់កូនរាល់ថ្ងៃឆ្លៀតបង្រៀនកូនតាមដឹងខ្លួនមីងចេះបានប៉ុណ្ណាបង្រៀនកូនប៉ុណ្ណោះមីងអត់មានលទ្ធភាពឲ្យកូនទៅរៀននៅសាលានឹងគេទេនេះប្រសិនបើម្ដាយក្មួយគាត់បានដឹងថាក្មួយជាប់ចំណាត់ថ្នាក់ល្អគាត់នឹងប្រកាសជាសប្បាយចិត្ត ខ្ញុំអរ ការ គុណ លះបង់របស់គាត់មិនអត់ប្រយោជន៍ទេណាក្មួយ ខ្ញុំអរគុណណាស់អ្នកមីង ចាក្មួយគិតត្រឡប់ទៅវិញថ្ងៃណា ប្រហែលជា2ឬក៏3ថ្ងៃទៀតបាត់ខ្ញុំទៅវិញ និយាយអញ្ចឹងក្មួយនិយាយតែពីឈ្មោះម្ដាយមីងអត់ទាន់បានលើក្មួយនិយាយពីឪពុកទេក្មួយមានទាំងម្ដាយទាំងឪពុកមែនដែរទេ ខ្ញុំអត់មានឪពុកទេខ្ញុំមានតែម្ដាយហើយនឹងអ៊ំប្រុសតែប៉ុណ្ណោះ អូអញ្ចឹងមានតែម្ដាយនិងអ៊ំក្មួយជាកូនកំព្រីឪពុកបំណាច់នឹងក្មួយចង់រាប់អានជាមួយនឹងខ្ញុំហើយក្មួយឲ្យក្មួយមីងចង់ដឹងពីស្រុកភូមិរបស់ក្មួយដែរក្មួយនៅដល់ណាមីងចង់សួរណាហើយក្មួយឈ្មោះអី អត់អីទេណាមីងបើសិនជាណាមីងធ្វើដំណើរឆ្លងកាត់ស្រុកភូមិរបស់ខ្ញុំអ្នកមីងឈៀងចូលទៅសួរសុខទុក្ខឬក៏ចូលលេងផ្ទះរបស់ខ្ញុំកាន់តែសប្បាយចិត្ត ចា
មីងត្រូវតែសួរឲ្យដឹងហើយព្រោះក្មួយមកសុំរាប់អានដល់ខ្ទមចំការបែបនេះមីងមាននិស្ស័យអាណិតស្រឡាញ់ក្រែងស្គាល់ពីស្រុកភូមិរបស់ក្មួយក្រែងមានឱកាសបាទភូមិរបស់ខ្ញុំជាចូលសួររកហើយភូមិរបស់ខ្ញុំគេហៅថាភូមិជោតក្រៀមបាទភូមិជោតក្រៀមស្រុកជោតក្រៀមអូចុះម្ដាយរបស់ក្មួយគាត់ឈ្មោះអីដែរម្ដាយរបស់ខ្ញុំគាត់ឈ្មោះផឹមបាទចុះអ៊ំរបស់ក្មួយអ៊ំរបស់ខ្ញុំគាត់ឈ្មោះអ៊ំរិទ្ធផឹមនឹងរិទ្ធបាទភូមិជោតក្រៀមស្រុកក៏ជោតក្រៀមបាទខ្ញុំនិយាយគឺជាការពិតចុះក្មួយប្រុសវិញក្មួយឈ្មោះអីខ្ញុំឈ្មោះសុភ័ក្រណាមីងអូហូនឹងឲ្យលោកណាមីងកាត់អីណាមីងជឿទៅមីងថោកទៀតសណ្ដានថោកទៀតទាំងម៉ែទាំងកូនអាក្រក់ម្ល៉េះអីហេតុអីទៅមិនជា100ចំពុកអូយចេះមកចិត្តក្មេងស្គាល់កូនយើងអត់ដែរមិនជាអត់ចាទុំបើឡានេះណាចេះមើបែបនឹងទៅរួចញ៉ាយកសិហេណាមីងមកអីទេអីធ្វើចឹងបានឃើញហើយសែនក្តៅក្នុងចិត្តណាខ្ញុំនឹកមិនភ្លេចសណ្ដានអាក្រក់អស់ចាហេតុអីបានធ្វើបែបហ្នឹងណាវាមិនសមមានជាតិម្ដាយអត់មិនព្រៀនប្រដៅកូនណាមកធ្វើរឿងខ្លោចសាខ្មាស់គេណាស់លោកអើយវាមិនសមសោះវាជា100ចំពុកទាំងម្ដាយទាំងកូននេះចង់ទាំងប្រុសនេះទាំងម្ដាយទាំងកូនមិនទេបានជាមកឲ្យគេអប់ខ្លាចបែបហ្នឹងអាក្រក់ណាស់បំណងរបស់យើងមកទីនេះយើងមានចេតនាមករកមីកញ្ចាស់ឯងដើម្បីប្រាប់ឲ្យទៅបដៅកូនព្រោះកូនចរិតអន់កូនចរិតទៅរកប្រុសរកឈ្មោះនៅកណ្ដាលព្រៃស៊ីណាឈើតែផ្ទុយទៅវិញស៊ីណាមកជួបមានសន្តានអត់ឯងទៅវិញមើលមុខឯងឲ្យច្បាស់ណាមីថោកទៀតស៊ីណានាងឯងគឺជាកាជះណានាងឯងគឺជាកាជះស៊ីណាអ្នកម៉ែប្រាប់ថាឲ្យឈប់រឿងអីអ្នកម៉ែសួរមីថោកទៀតទៅថាវាធ្វើស្អីវាអោបមនុស្សប្រុសរកកណ្ដាលថ្ងៃណាឈប់សិននាងស៊ីណាខ្ញុំដូចជាមានការងល់ឆ្ងល់ខ្ញុំចង់សួរនាងតាមត្រង់ចុះខ្ញុំសួរថាពេលដែលនាងចូលមកដល់អ្នកនាងរុញច្រានអ្នកមីងឲ្យដួលសង្គ្រប់ទៅដឹងដីមិនត្រឹមតែប៉ុណ្ណោះទេអ្នកនាងប្រើពាក្យសម្ដីជេរប្រមាថតាមតែចិត្តខ្ញុំសួរតាមត្រង់តើអ្នកមីងគាត់មានកំហុសអីមិនក៏ចាំបាច់ធ្វើដាក់គាត់ដល់ម្លឹងនោះមានកំហុសអីចឹងពេលដែលខ្ញុំចូលមកដល់ខ្ញុំឃើញមីកញ្ចាស់នេះវាកំពុងតែអប់លោកយ៉ាងម៉េចវាអោបគ្រាន់តែគាត់ឲ្យនឹងខ្ញុំអោបគ្នាអ្នកនាងគិតថាដូចម្ល៉េចទៅគឺប្រុសនឹងស្រីគេចំណៃធម្មជាតិនោះអីលោកសុភ័ក្រលោកស្គាល់មីកញ្ចាស់នេះក្រោយខ្ញុំទេក្រោយទេស្គាល់នៅខាងក្រៅវាប្រសពតំអូចតំអែវាទន់ភ្លន់តែក្នុងចិត្តរបស់វាចាប់ដុកទៅអីរបស់វានឹងហើយឈប់សិននាងទោះបីជាខ្ញុំឲ្យនឹងគាត់ទើបនឹងបានជួបគ្នាជាលើកដំបូងក៏ដោយប៉ុន្តែពីសម្ដីនៃកាយវិការរបស់គាត់ដែលគាត់ធ្វើនៅចំពោះមុខខ្ញុំដែលធ្វើដាក់ខ្ញុំការដែលខ្ញុំអោបគ្នាខ្ញុំទាំងពីរអ្នកមានមនោសញ្ចេតនាដូចជាម្ដាយហើយនឹងកូនមិនមែនគាត់មានចិត្តដូចនាងនិយាយនោះទេលោកសុភ័ក្រលោកស្គាល់មីកញ្ចាស់នេះក្រោយខ្ញុំទេខ្ញុំប្រាប់ដុកទៅចោះគ្រប់បែបយ៉ាងខ្ញុំបានឃើញច្បាស់មនុស្សគេមិនឲ្យមើលតែសម្បកក្រៅទេលោកសុភ័ក្រអត់ឲ្យមើលក្រៅទេមែនគេថាបើចង់ស្គាល់មនុស្សម្នាក់ឲ្យច្បាស់គេមិនត្រូវសម្គាល់តែពីសម្បកខាងក្រៅទេគេត្រូវសម្គាល់ឲ្យដល់សន្តានព្រោះអីសន្តានមនុស្សអាចបញ្ជាក់ពីចរិតពិតប្រាកដទោះបីជាអ្នកមីងក្រទ្រព្យសម្បត្តិមានឋានៈជាអ្នកបម្រើប៉ុន្តែពាក្យសម្ដីនៃកាយវិការរបស់គាត់ត្រឹមត្រូវគាត់ល្អជាចាស់ទុំគួរឲ្យគោរពគាត់ថ្លៃថ្នូរណាស់តែបើគិតទៅគាត់ប្រសើរឆ្ងាយជាទីបំផុតជាងមនុស្សខ្លះដែលកើតក្នុងត្រកូលដែលមានទ្រព្យសម្បត្តិមានទាំងឪពុកមានទាំងម្ដាយសម្រាប់ព្រានបដៅប៉ុន្តែគួរឲ្យសោកស្ដាយចូលចិត្តប្រើពាក្យសម្ដីមិនចេះគិតមិនចេះពិចារណាមិនចេះអៀនមិនចេះខ្មាស់មិនដឹងថាពេលដែលនិយាយទៅហើយតើត្រូវទទួលផលបែបណាដល់ពេលក្រោយទេលោកសុភ័ក្រយកថៃខ្ញុំ
ខ្ញុំមកថាឲ្យនាងទេ ចាំងថៃអញ ខ្ញុំក៏មិនបានថាឲ្យលោកស្រីដែរ បានចាំមានថាខ្ញុំបើសិនជាលោកសុភ័ក្រមិនបានពាក់ព័ន្ធជាមួយនឹងគ្រួសារខ្ញុំលោកជាភ្ញៀវទេសូមមេត្តាលោកថយទៅមើលកន្លែងសិន បើសិនជានាងចង់ឲ្យខ្ញុំចាក់ចេញងាយណាស់ប៉ុន្តែខ្ញុំលើកដៃសំពះខ្ញុំចង់ឲ្យនាងកុំធ្វើបាបអ្នកមីងទៀតតើបានដែរទេ ខ្ញុំមិនចាំបាច់ធ្វើបាបទេតែខ្ញុំជាម្ចាស់ខ្ញុំមានសិទ្ធិព្រៀនបដៅកាជះរបស់ខ្ញុំដែលវាមិនស្គាល់ពីឋានៈរបស់វាចឹងលោកចេញទៅមើលមកឯងច្បាស់ណាស់មិនថោកទៀតកុំថោកទាំងម៉ែថោកទាំងកូនវិញបានហើយកូនមើលមកឯងឲ្យច្បាស់ណាស់ម៉ែប្រាប់ទេម៉ែប្រាប់ឯងគឺជាកាជះដាច់ថៃម៉ែប្រាប់បើសិនជាអញចង់ឲ្យងប់មកអញឲ្យរស់ស៊ីអ្នកម៉ែនេះអ្នកម៉ែណាត់តែកុំភ្លៀងខ្ញុំណា មែនហើយ វាជាកាជះចាឲ្យអ្វីវាខុសខ្ញុំស្ដីបដៅវាមិនបានហេតុអីក៏ធ្វើចឹងដាក់ខ្ញុំមើលមុខអញឲ្យច្បាស់ណាស់នឹងឯងចាំណាដោយសារតែឯងម្នាក់គត់ធ្វើឲ្យអញបាត់បង់ក្តីស្រឡាញ់ត្រូវឲ្យមនុស្សម្នាមើលងាយអញចឹងនឹងឯងចាំទុកឲ្យមើលមុខអញណាដល់រាប់ណាអញមិនមានដកហៅដកបើនឹងឯងមិនងាប់អញគឺជាអ្នកងាប់ ចាំមកច្បាស់ណាបើឯងមិនងាប់អញជាអ្នកងាប់ ចាំមកច្បាស់ណាបើឯងមិនមែនជានកងាប់អញជាអ្នកងាប់នេះឲ្យខ្ញុំសុំទោសណាខ្ញុំចិញ្ចឹមកូនមិនបានល្អសុំទោសណានេះ អ្នកមីងក្រោកឡើងអ្នកមីង ចា បើសិនជាអ្នកមីងរស់នៅជួបតែការប្រមាថដល់ម្លឹងហេតុអីបានជាតិមីងមិនព្រមនាំកូនចាក់ចេញពីទីនេះ ក្មួយប្រុស បាទ មិញចង់ចេញឲ្យផុតតែមិញចេញមិនបាន ហេតុអីគ្រួសាររបស់ខ្ញុំក៏ជាអ្នកក្រដែរតែអ៊ំខ្ញុំហើយនឹងម៉ែខ្ញុំគាត់រកបានប៉ុន្មានគាត់ហូបប៉ុណ្ណឹងចុះអ្នកមីងហើយនឹងកូនស្រីមានកាយសម្បទាគ្រប់គ្រាន់មីងអាចចាកចេញពីទីនេះបានរកបានប្រមាណហូបប៉ុណ្ណឹងមិនបានជាសុខចិត្តនៅទីនេះដើម្បីឲ្យគេមើងងាយមើលថោកជីជាន់ដូចជាសត្វធាតុដល់ម្លឹងនោះ មិញមានឈ្មោះជាកូនបំណុលណាក្មួយមិញមានឈ្មោះជាកូនបំណុលមិញចេញអត់បាន អ្នកមីង ចា ខ្ញុំសោកស្ដាយណាស់ស្ដាយតែខ្ញុំមានទឹកចិត្តខ្ញុំមាននិស្ស័យប៉ុន្តែសុភ័ក្រខ្ញុំនេះក៏ជាអ្នកក្រខ្ញុំអត់មានសមត្ថភាពជួយអ្នកមីងបើសិនជាខ្ញុំមានសមត្ថភាពមានលុយកាក់ខ្ញុំនឹងអាចយកអ្នកមីងចាកចេញពីទីនេះបានខ្ញុំមិនឲ្យគេប្រមាថមើលងាយអ្នកមីងទេ ក្មួយប្រុស បាទ មិនចាំបាច់មានអីមកជួយមិញទេគ្រាន់តែក្មួយមានទឹកចិត្តប៉ុណ្ណេះក្មួយបានបងសុខសប្បាយណាស់ក្មួយណា បាទ ថ្ងៃណាក្មួយត្រឡប់ទៅវិញ ប្រហែលជា2ឬក៏3ថ្ងៃទៀតខ្ញុំអត់ទៀងទេ មុនពេលចេញទៅមកជួបមិញជាចុងក្រោយមិញស្រឡាញ់ក្មួយ អ្នកមីងមិនដឹងជាយ៉ាងម៉េចពេលដែលខ្ញុំបាននៅក្បែរអ្នកមីងខ្ញុំដូចជាមានអារម្មណ៍ថាមានភាពកក់ក្ដៅ មិញក៏ដូចគ្នា អ្នក ស្រឡា មី ញ់ ង ក្មួយទុកដូចជាកូនប្រុសមិញសុំឲ្យតែកូនប្រុសមិនមក អត់អីទេ សុខសប្បាយណាស់កូនណា អញ្ចឹងអ្នកមីងខ្ញុំលាអ្នកមីងសិនហើយណា ត្រឡប់ទៅវិញចុះសុភ័ក្រកុំឲ្យអ្នកនាងរងចាំកុំឲ្យអ្នកនាងខឹង មីងថែរក្សាខ្លួនអ្នកមីងណា ចាក្មួយរកអ្នកណា ខ្ញុំខ្លាចគេធ្វើបាបមីងទៀត បតោទៅចុះក្មួយមិញអត់អីទេគេធ្វើបែបហ្នឹងតែរហូតមកហើយ ពុទ្ធូខ្ញុំទៅសិនណាមីងណា ចាសុភ័ក្រនៅចូលទឹកក្រៀមម៉ែឈ្មោះផឹមហោមឈ្មោះរត់ចូលទឹកក្រៀមមានសុភ័ក្រប៉ុន្មានលែកូន
ប្រោម្ដាយអត់តែលោហិតណាកូនហើយម្ដាយឃើញហើយមាននិស្ស័យរៀនបានខ្ពង់ខ្ពស់ណាកូនអើយឈ្មោះជាសិស្សល្អកូនប្រុសម្ដាយឃើញហើយម្ដាយមាននិស្ស័យជាមួយកូនគ្រប់ទៅលើក្តីកូនសម្លឹងមើលដោយក្តីអាណិតម្ដាយកូនស្កាត់បារម្ភម្ដាយដល់ទីនេះតើមានឈ្មោះសុភ័ក្រប៉ុន្មានអ្នកនៅចូលទឹកក្រៀមទេមកកូនដូចឪពុកកូនណាកូនដូចឪពុកកូនអ្វីដែលម៉ែសង្ស័យគឺពេលជ្រោយដែលម៉ែឃើញកូនតាំងតែពីតូចអូនជាអ្នកដតីតែអូនអប់រំឲ្យកូនបងរៀនសូត្ររហូតដល់មានចំណេះចេះដឹងកូនឯងគ្រាន់តែលើកូនរៀបរាប់ម្ដាយរំភើបទឹកភ្នែកម្ដាយស្រក់ព្រោះម្ដាយត្រេកអរលុយដែលម្ដាយបានផ្ញើទៅព្រះតម្រង់ខ្សែកដែលយកទៅឲ្យកូននៅពេលកូនមានជំងឺប៉ាម៉ែប្រហែលជាអូនទៅលក់ហើយអូនមានលុយដើម្បីឲ្យកូនរបស់បងរៀនសូត្រម្ដាយនៅតែមានមន្ទិលដដែលមិនទាន់ស្រឡះនៅក្នុងចិត្តប្រកាសថានេះជាកូនពិតនោះទេ2-3ថ្ងៃទៀតកូនត្រឡប់ទៅវិញតែកូនថាមកលាម្ដាយម្ដាយនឹងសួរឲ្យល្អិតល្អន់ជាងនេះណាកូនណាស៊ីណាកូនប្រមាថម្ដាយគ្រប់ម៉ាត់តែម្ដាយមិនបានប្រកាន់កូនមិនបានខឹងកូនសំបីបន្តិចរាល់ពេលដែលកូនជេរមីកញ្ចាស់ប្រមាថអើមឹងមកម្ដាយសម្លឹងទៅកូនទឹកភ្នែកម្ដាយស្រក់ប្រសិនបើថ្ងៃណាមួយកូនឯងដឹងថាមនុស្សម្នាក់ដែលកូនប្រមាថជាអ្នកមានគុណជាអ្នកផ្ដល់កំណើតកូនឯងកូនប្រកាសជាមានវិបដិសារីតែយ៉ាងណាទឹកចិត្តជាម្ដាយអត់ប្រកាន់អត់ឲ្យកូនបាបទេវតាលោកអើយបើពាក្យបាច់កូនខ្ញុំនិយាយមកកាន់ខ្ញុំជាម្ដាយជ្រុលជ្រោះអសរោះដោយមិនគួរគប្បីដោយប្រការណាមួយកុំឲ្យកូនខ្ញុំបាបកូនខ្ញុំទាំងអស់សូមឲ្យកូនមានសេចក្តីសុខប្រសិនបើតម្រូវឲ្យកូន
ខ្ញុំមានទុកឬក៏គ្រោះថ្នាក់សូមទម្លាក់មកឲ្យខ្ញុំជាម្ដាយខ្ញុំទូលរែកតែម្នាក់ឯងសុខសប្បាយគ្រប់គ្នាណាកូនណាក្តៅស្អុះថ្ងៃហ្នឹងមេឃវាអូអាប់បើកបង្អួចឲ្យខ្យល់ចូលអាខ្យល់វាមិនចូលក្តៅស្អុះស្អាប់ហើយដល់សផលឯងនឹកកូនឲ្យកូនមកដេកជាមួយគេថាគេមិនដេកគេអៀនគេពេញកំឡោះចំណែកនាងសោយឲ្យមកដេកជាមួយឯងឃើញសុភ័ក្រមកហ្នឹងវាលាប់លើមនាងនេះវាមិនដឹងតែខ្លួនវាចំណាស់ណាទេលោកអើយហើយចាប់មែនតែនតែម្ដងចង់ដេកជាមួយកូនក៏គេមិនព្រមតែណាហើយក្តៅស្អុះបែបណាក៏ក្តៅទៅចូលទៅដេកវិញល្អជាងបាននិយាយតា